បងប្អូននៅសៀមថ្ងៃទី21ថ្ងៃហ្នឹងបងប្អូនភ្លៀងរហូតទើបតារាំងមកផ្លែតហើយក៏នេះណាខាងតបមេវិជាការគេនៅខាងកងតបហ្នឹងគឺគេចាប់ដើមជិះយន្តហោះដើម្បីស្វែងរកមើលកន្លែងណាដែលប្រជាជនគេនេះខ្លាំងណាលេចខ្លាំងហើយឡើងនៅលើដំបូលគេផ្ដល់ស្បៀងផ្ដល់ជាអីឲ្យអញ្ចឹងណាដល់ថ្នាក់បញ្ចេញយន្តហោះនេះបោះស្បៀងឲ្យបងប្អូនណាចាកណាថាយើងចោះជួយវាមិនទាន់កើតណាអញ្ចឹងមានតែបោះស្បៀងឲ្យពួកគាត់ហូបទំនុកបំរុងសិនទៅណាឥឡូវដល់ថ្នាក់បញ្ចេញកងទ័ពឲ្យបងប្អូនបញ្ចេញកងទ័ពដើម្បីជួយក្មេងៗនៅលើអូនៅលើអីដើម្បីនេះណាហើយភ្លៀងរហូតបងប្អូនថ្ងៃទី26ហ្នឹងហើយទាំងខ្ញុំនៅសៀមរាបនេះគឺភ្លឺចែកក្តៅចាស់តែសៀមនៅតែភ្លៀងនៅតែអីចឹងទៅដោយសារតែវាទូបាបកម្មវាឈ្លានពានដីខ្មែរធ្វើបាបខ្មែរកន្លងមកហ្នឹងបងប្អូនឥឡូវវាបោះយកហ្មងដូចពីស្អីអានេះណាអញ្ចឹងហ្នឹងហើយឯងអ្វីដែលឯងធ្វើមកលើប្រទេសអញមិនឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំមុះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំមុះគឺអាសាផ្ដាស់ផ្សាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទុកក៏មិននេះក៏វាលមាស់ចំមុះភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេពិបាកណាស់ណាឥឡូវឯងទទួលយកទៅប៉ុន្តែសំខាន់គឺពិសេសត្រង់គេហៅកងទ័ពគេហ្នឹងឲ្យមកចែកអំណោយអញ្ចឹងចែកស្បៀងចែកអីណាជាយន្តហោះមកភ្លាមមកហើយបងប្អូនមើលពីលើចុះនោះលិចធំធេងណាបងប្អូនហើយលិចខ្ទេចហ្មងបើសិនជាអត់មានផ្ទះមានអីមើលទៅដូចទន្លេអញ្ចឹងដូចទន្លេដូចបឹងបួរធំមួយអញ្ចឹងមើលអើយមើលទៅស្ថានភាពនេះហើយបាក់មែនតើណាចាប់ជឿនមែនតើណាព្រោះទឹកស្រក់ជួយដីម្ដងទៀតយល់ណាចឹងសៀមនឹងចរិតចង់បានដីគេណាយកទៅឯងដល់ពេលណាស្រក់ទេលេចលងតិចទីអស់ហើយដល់ថ្ងៃទី26ហ្នឹងបងប្អូនណាតិចកុំឃើញថាគេផុសវីដេអូចាក់អីអត់ទេខ្ញុំតាមដានព័ត៌មានសៀមមកព្រោះឲ្យតង់នេះវានិយាយអីវាធ្វើអីយើងដឹងទាំងអស់ហើយអានុទីននោះមានតែជួយស្អីទេបងប្អូនទៅដល់ថតទៅរូបឲ្យមកវិញទេគឺថតដើម្បីគេមើលមកចាប់អារម្មណ៍ដើម្បីយកចំណាប់ប្រសិនគឺស្លឹកឆ្នោតទេអានុទីនណាប្រជាជនពលរដ្ឋវាបាននិយាយប្រាប់ហើយក៏វារាយការណ៍ដែរអានុទីនខ្ញុំបានជួយស្អីទៅបានឲ្យតែឃើញធ្វើមុខផ្សេងទៅគេមកហើយណាគឺជាស្រាទំពាំងបាយជូរខ្មែរជំនួយដល់សុខភាពសរសៃឈាមរត់ស្រួលជំនួយដល់បេះដូងបើសាច់ដុំឲ្យមាំមួននិងគេងលក់ស្រួលហើយប្រឆាំងនឹងជំងឺមហារីកនិងទឹកនោមផ្អែមផងដែរបងប្អូនទាំងគ្នាហើយសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណវិញមុននឹងហាត់ប្រាណផឹកតែមួយកូនកែវមុននឹងហាត់ប្រាណគឺកម្ដៅសាច់ដុំធ្វើឲ្យយើងបែកញើសចេញហើយការណាដែលបែកញើសចេញគឺចេញជាតិពុលនៅក្នុងខ្លួនយើងទាំងអស់បងប្អូនទាំងគ្នាពិតជាល្អមែនទែនសម្រាប់នារីយើងវិញធ្វើឲ្យមរដូវមកទៀងសាច់សភ្លឺថ្លាគេងលក់ស្រួលហើយមានច្រើនទៀតបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំរៀបរាប់តែប៉ុណ្្នឹងសិនហើយល្អបំផុតគឺសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណដូចខ្ញុំជាដើមមុននឹងពេលដែលខ្ញុំហាត់ប្រាណគឺខ្ញុំផឹកមួយកូនពែងដើម្បីកម្ដៅសាច់ដុំរបស់ខ្ញុំនៅពេលដែលផឹកបានត្រឹមតែ2នាទីគឺមានអារម្មណ៍ថាបែកញើសចេញមកក្រៅការបែកញើសចេញមកក្រៅគឺជាការបញ្ចេញជាតិពុលបងប្អូនទាំងគ្នាហើយខ្ញុំផឹកជារៀងរាល់ថ្ងៃផងដែរបងប្អូនទាំងគ្នាហើយតម្លៃគឺសមរម្យមែនទែនស្រាទំពាំងបាយជូរខ្មែររបស់យើងនេះគឺយើងត្រាំរយៈពេល7ខែដើម្បីឲ្យវាចូលជាតិងុំឆ្ងាញ់គឺយើងបានធ្វើជាដបធម្មតាហើយយើងលក់ក្នុងតម្លៃសមរម្យដោយត្រឹមតែមួយដប40000រៀលប៉ុណ្ណោះបងប្អូនទាំងគ្នា